បាទជំរាបសួរពុកម៉ែបងប្អូនសាជាថ្មីបន្ទាប់ពីខកខានបានធ្វើវីដេអូនិយាយអំពីច្បាប់សិទ្ធិមនុស្សកម្ពុជាថ្ងៃនេះយើងត្រឡប់មកវិញយើងនៅតែបន្តប៉ុន្តែចិត្តបញ្ចប់នៅវិទ្យាខណ្ឌទី1នៃសសរស្តម្ភជាតិហើយនយោបាយយើងបានបញ្ចប់សេដ្ឋកិច្ចគឺយើងបានបញ្ចប់ហើយថ្ងៃនេះយើងមកចាប់ផ្ដើមជាមួយនឹងសសរស្តម្ភដែលពាក់ព័ន្ធជាមួយនឹងវប្បធម៌និងសង្គមបាទថ្ងៃនេះយើងនិយាយពីវប្បធម៌និងសង្គមគឺចង់បង្ហាញទៅបងប្អូនសាធារណជនឲ្យបានដឹងថាតើពួកយើងជាប្រជាពលរដ្ឋខ្មែរមានសិទ្ធិក្នុងវប្បធម៌និងសង្គមអ្វីខ្លះដែលទទួលស្គាល់និងគាំពៀដោយច្បាប់ហើយជាការចាប់ផ្ដើមខ្ញុំសូមបង្ហាញបញ្ជាក់ឲ្យឆាប់យល់នៅពេលដែលយើងនិយាយពីវប្បធម៌និងសង្គមពាក្យពីរនេះគឺត្រូវបានផ្សារភ្ជាប់គ្នាហាក់ដូចជាទ្រឹស្ដីនឹងការអនុវត្តអញ្ចឹងបានបងប្អូនធ្លាប់លើកពាក្យឲ្យតែយើងនិយាយនយោបាយសេដ្ឋកិច្ចសង្គមធម៌សង្គមមកកិច្ចនិងវប្បធម៌យកទៅអញ្ចឹងមានន័យថាវប្បធម៌ជាទ្រឹស្ដីសង្គមជាការអនុវត្តអញ្ចឹងយើងមកយល់ខ្លះពីអត្ថន័យនៃវប្បធម៌ពាក្យថាវប្បធម៌ជាទ្រឹស្ដីវប្បធម៌មកពីពាក្យថាវប្បៈបូកនឹងធម៌ធម៌គឺច្បាប់វប្បៈគឺការបណ្ដុះបណ្ដាលមានន័យថាវប្បធម៌ជាច្បាប់បណ្ដុះបណ្ដាលបន្តមកទៀតនៅពេលដែលយើងនិយាយពីសិទ្ធិសង្គមគឺយើងនិយាយពីបណ្ដុំគ្រួសារបណ្ដុំមនុស្សយើងតែងតែឮហើយដូនតាយើងតែងតែប្រើពាក្យសង្គមមនុស្សអត់ដែលប្រើពាក្យសង្គមរុក្ខជាតិសង្គមសត្វទេមែនទេបងប្អូនបាទឥឡូវយើងមកបន្តបន្ថែមទៀតឲ្យបានកាន់តែយល់ច្បាស់នៅពេលដែលយើងចង់ដឹងយើងនិយាយពីសិទ្ធិវប្បធម៌និងសង្គមវាច្បាស់ណាស់គឺយើងសំដៅទៅលើវប្បធម៌នោះគឺអក្សរភាសាទំនៀមទម្លាប់ប្រពៃណីជំនឿសាសនាការងារសុខភាពនិងការអប់រំសង្គមគឺសំដៅទៅលើសិទ្ធិរបស់ពលរដ្ឋក្នុងការការពារអនុវត្តនៅវប្បធម៌ដែលចង់បង្ហាញបញ្ជាក់ឲ្យដឹងថាពីអក្សរភាសាទំនៀមទម្លាប់ប្រពៃណីជំនឿសាសនាការងារសុខភាពនិងការអប់រំវីដេអូនេះយើងគ្រាន់តែចង់បង្ហាញឲ្យបងប្អូនបានដឹងពីការចាប់ផ្ដើមចំពោះសិទ្ធិវប្បធម៌និងសង្គមមុននឹងយើងដឹងថាយើងធ្វើអ្វីខ្លះទៅទទួលស្គាល់ដោយច្បាប់ត្រឹមត្រូវតាមច្បាប់មានការគាំពៀដោយច្បាប់និងមានការហានិភ័យនៅការអនុវត្តវិធានការច្បាប់របស់យើងគឺយើងត្រូវដឹងពីសសរស្តម្ភជាតិដ៏សំខាន់មួយនេះគឺវប្បធម៌និងសង្គមសិនអញ្ចឹងបងប្អូនយើងនឹងបញ្ចប់នៅវីដេអូក្រោយហើយបន្តទៀតយើងនឹងបន្តទៅវិទ្យាសាស្ត្រទី2ហើយឆ្លៀតឱកាសនេះខ្ញុំបាទក៏សូមសំណូមពរបងប្អូននៅពេលបានមើលនៅវីដេអូខ្ញុំមេត្តាចូលជួយsubscribe នៅ YouTube ដែលមានឈ្មោះច្បាប់សិទ្ធិមនុស្សកម្ពុជាដូចគ្នាដើម្បីខ្ញុំបាទទទួលបាននៅលទ្ធភាពបន្តកិច្ចការងារហើយខ្ញុំបាទក៏បានដាក់ APA នៅក្នុងវីដេអូនេះដែរសម្រាប់បងប្អូនណាដែលចង់ខំចង់គាស់ពៀចង់ជ្រោមជ្រែងខ្ញុំអាចឧបត្ថម្ភបានបាទជាចុងក្រោយខ្ញុំបាទអរគុណសម្រាប់ការតាមដាននិងការ share ចែករំលែកវីដេអូនេះបងប្អូនអើយជួយ follow ជួយចែករំលែកជួយតាមដានជួយ subscribe នៅ channel TikTok ឲ្យបានច្រើនផងដើម្បីខ្ញុំបានធ្វើអូនព្រោះការពារនៅពេលដែលខ្ញុំមានហានិភ័យអីកើតឡើងវាអាចបន្សល់ទុកនៅថវិកាដើម្បីផ្គត់ផ្គង់ការសិក្សារៀនសូត្ររបស់កូននៅរាល់ការជាប់ពន្ធនាគារម្ដងអ្វីដែលខ្ញុំខ្វល់ជាងគេនោះគឺការសិក្សារបស់កូនហ្នឹងហើយព្រោះដែលខ្លាចទៅពេលវេលាដែលខ្ញុំ
មិនបាននៅក្បែរការអប់រំចំពោះកូនរបស់ខ្ញុំក៏មានភ័យអញ្ចឹងមិនអាចបដាបដោយបានទេឥឡូវនេះខ្ញុំអាចនិយាយបានថាគឺដូចជាខ្ញុំឈាមខ្លាំងមកហើយអញ្ចឹងសង្ឃឹមថាបងប្អូនយល់ពីខ្ញុំជួយជ្រុំជ្រែងគ្នាក្នុងនាមជាអ្នកជាតិនិយមដូចគ្នាបងប្អូនណាអញ្ចឹងសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយនិយាយបញ្ជាក់ពីសិទ្ធិវប្បធម៌និងអរគុណជម្រាបលា